ទីមួយសាការីគាត់ជាមន្ត្រីសាធារណៈមិនថាគាត់តែងតាំងដោយរដ្ឋហើយគាត់ធ្វើម៉េចគាត់ធ្វើការអីការងារសំខាន់របស់គាត់គឺតាក់ទងទៅនឹងលិខិតយថាភូតស្គាល់ទេលិខិតយថាភូតមកអ្នកស្គាល់បានមិនបាច់ថាមិនស្គាល់ធ្លាប់ឮអត់ធ្លាប់ទេអូខេអ្នកធ្លាប់ល្អលិខិតយថាភូតនេះគឺបច្ចុប្បន្នបើយើងរៀនក្រមយើងយល់ច្រើនហើយយើងមានសន្តិនុក្រមក្រមមួយនៅខាងក្រោយយើងបញ្យល់ថាសន្តិនុក្រមហ្នឹងគឺមានថាលិខិតយថាភូតគឺជាលិខិតដែលធ្វើឡើងដោយសាការីក្នុងន័យចង្អៀតក្នុងន័យចង្អៀតគឺរាល់លិខិតដែលធ្វើឡើងសាការីគឺជាលិខិតរបស់ជាលិខិតយថាភូតប៉ុន្តែក្នុងន័យទលាយមន្ត្រីផ្សេងទៀតដែលទទួលបាននីតិសម្បទាក៏អាចបង្កើតលិខិតយថាភូតបានដែរបាទអាហ្នឹងគឺនៃយើងនៅមើលនៅក្នុងយើងទៅមើលសន្តិនុក្រមនៅផ្នែកខាងក្រោយនៃក្រមរដ្ឋវិន័យយើងបញ្យល់ពីហ្នឹងលិខិតយថាភូតវាខុសពីលិខិតឯកជនមិនអញ្ចឹងទេដែលសំខាន់យើងប្រៀបធៀបទៅពីហ្នឹងលិខិតឯកជនមិនលិខិតយថាភូតមិនលិខិតឯកជនគឺជាលិខិតដែលធ្វើឡើងដោយគូភាគីអត់មានអន្តរាគមមកទេឬសូម្បីតែមានមេធាវីទៅសញ្ញាជាសាក្សីក៏ដោយក៏លិខិតហ្នឹងនៅតែជាលិខិតឯកជនដែរត្រូវចាំមិនមែនថាមានខុសគ្នារវាងលិខិត2នាក់ខ្ញុំធ្វើ2នាក់ជាមួយគាត់អាហ្នឹងក៏ជាលិខិតឯកជនខ្ញុំធ្វើ2នាក់ជាមួយគាត់មានមេធាវីសងខាង2នាក់ចូលរួមក៏នៅជាលិខិតឯកជនអាហ្នឹងត្រូវចាំប៉ុន្តែបើសិនជាលិខិតហ្នឹងធ្វើឡើងដោយខ្ញុំ2នាក់ហើយរៀបចំដោយសាការីអាហ្នឹងคล้ายទៅជាលិខិតយថាភូតលិខិតយថាភូតវាមានអីខុសគេបានហៅថាលិខិតយថាភូតគណៈវាខុសពីលិខិតឯកជនមិនលិខិតយថាភូតមានន័យថាជាលិខិតមួយដែលមានអំណាចពីរខ្លាំងបំផុតលើសគេទី1គឺអំណាចជាបន្តអំណាចជាផុសតាងដែលត្រូវតែជឿដែលតុលាការត្រូវតែជឿទី2អំណាចអនុវត្តដោយបង្ខំសំខាន់ណាពីរហ្នឹងហេតុអីបានគេត្រូវរៀបចំហេតុអីខ្ញុំមិនសួរសំណួរខ្លួនឯងថាហេតុអីធ្វើលិខិតហ្នឹងមិនធ្វើខ្ញុំធ្វើលិខិតឯកជនអាហ្នឹងក៏ជាផុសតាងបានដែរហើយចាំបាច់ធ្វើលិខិតយថាភូតដោយសារការីទៅអីវាមានន័យពីរហ្នឹងថាសារៈសំខាន់នៃលិខិតយថាភូតគឺមានពីរអំណាចគេថាអំណាចជាបន្ទាល់អំណាចជាផុសតាងដាច់ខាតដែលត្រូវតែជឿទី2អំណាចអនុវត្តដោយបង្ខំមានន័យថាម៉េចមានន័យថាបើទៅតុលាការបើយើងដាក់លិខិតយថាភូតទៅហើយគឺតុលាការត្រូវតែទទួលថាជាផុសតាងដែលមានតម្លៃខ្ពស់ជាងគេរឿងទី1រឿងទី2ដែលសំខាន់ជាងគេគឺការអនុវត្តដោយបង្ខំអញ្ចឹងនៅក្នុងក្រមនីតិវិធីរបស់យើងលិខិតយថាភូតដែលធ្វើឡើងដោយសារការីហើយដែលគោរពតាមលក្ខខណ្ឌមួយដែលតម្រូវមានតម្លៃដូចជាសារក្រមឬសារដីកាស្ថាពរមានតម្លៃដូចសារក្រមស្ថាពរមកថាយើងយកទៅអនុវត្តបានសេណារីយ៉ូដែលខ្ញុំចង់បញ្យល់ស្គាល់កិច្ចសន្យាខ្ចីបរិភោគទេស្គាល់អត់កិច្ចសន្យាខ្ចីលុយស្គាល់ទេបាទកិច្ចសញ្ញាខ្ចីបរិភោគលុយខ្ចីលុយនេះខ្ចីបរិភោគនោះភាសាច្បាប់យើងហៅខ្ចីបរិភោគតែខ្ចីលុយនោះគឺសម្រាប់ខ្ចីធនាគារឬខ្ចីពីអ្នកណាក៏ដោយកាលណាយើងគ្រាន់តែធ្វើជាមួយឯកជនជាលិខិតឯកជនមកធ្វើតែពីរអ្នកឬក៏មានមេធាវីនៅចុះដល់ពេលយើងអត់សងធ្វើម៉េចបើគេអត់សងគោលបំណុលអត់សងធ្វើម៉េចបាទដាក់ពាក្យបណ្ដឹងទៅតុលាការដាក់ពាក្យបណ្ដឹងទៅតុលាការតតុលាការប្តឹងចប់បើថាគេប្តឹង3ថ្នាក់អា2ជាន់3ថ្នាក់ហ្នឹងណាចង់និយាយថាតុលាការដំបងទៅឲ្យបានចូលស្ថាពរបានយកទៅអនុវត្តបានទៅរឹបអូសទ្រព្យរបស់គេបានតែបើលិខិតបើយើងទុយទៅវិញសេណារីយ៉ូទី2ខ្ញុំធ្វើលិខិតកិច្ចសញ្ញាខ្ចីបរិភោគកិច្ចសញ្ញាខ្ចីប្រាក់ហ្នឹងធ្វើដោយសារការីហើយខ្ញុំដាក់ដីមួយដុំដើម្បីជាបង្កើតអ៊ីប៉ូតេកស្គាល់អ៊ីប៉ូតេកទេអ៊ីប៉ូតេកគឺជាប្រភេទមួយដែលប្រចាំនិយាយសម្រាប់ភាសាស្បែកតែប្រចាំអ៊ីប៉ូតេកខុសគ្នាតែខ្ញុំចង់និយាយថាគ្នាយើងឆ្នាំទី2យើងប្រហែលជាតែអ៊ីប៉ូតេកយើងថាដាក់អ៊ីប៉ូតេកស្មើដូចយើងយកទ្រព្យដើម្បីធានាកាតព្វកិច្ចរបស់យើងអញ្ចឹងដល់ពេលមានបញ្ហាគឺយើងសុំអនុវត្តតែម្ដងសុំទៅតុលាការអនុវត្តហើយតុលាការនឹងអនុវត្តដែលជាស្ថាប័នអនុវត្តហ្នឹងយើងគាត់សុំចាប់ដើមនីតិវិធីរឹបអូសហើយដើម្បីយកទៅលក់ដើម្បីយកលុយនោះមកសងម្ចាស់អំណុលយើងអត់បាច់ទៅប្តឹងរឿងថាត្រូវទៅឲ្យប្រមាណនេះសុំអនុវត្តរឹបអូសតែម្ដងអាហ្នឹងហើយដែលប្រយោជន៍ដោយសារហេតុអីចុះថាហេតុអីអំណាចរបស់គាត់ខ្លាំងម៉េចហ្នឹងតាមរយៈដូចយើងនិយាយគាត់ជាមន្ត្រីសាធារណៈតែងតាំងដោយរដ្ឋគេផ្ដល់អំណាចឲ្យគាត់ឲ្យធ្វើកិច្ចការហ្នឹង specific